សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកចូលកាមជីសម្រាប់ដាំប្រទាលថ្លើមឆ្កែខ្មៅឬក៏អ្នកខ្លះគេហៅខ្ជាយខ្មៅឬក៏អ្នកខ្លះគេហៅខ្ញីខ្មៅភាសាអង់គ្លេសគេហៅ black ginger ចំពោះប្រទាលថ្លើមឆ្កែខ្មៅហ្នឹងគឺជាមើមរុក្ខជាតិមួយដែលជួយទៅដល់បងប្អូនចាស់ដែលគាត់កើតជំងឺទឹកនោមផ្អែមពីព្រោះនៅពេលដែលយើងញ៉ាំប្រទាលថ្លើមឆ្កែខ្មៅហ្នឹងទៅវាធ្វើឲ្យជាតិស្ករយើងចុះអាហ្នឹងអ្វីដែលកំពុងតែពេញនិយមក្នុងឆ្នាំ2026ហ្នឹងហើយបន្ទាប់មកទៀតវាជួយឲ្យអាយុវែងអាយុវឌ្ឍនៈអាយុវែងអាយុយឺនយូរហើយក៏វាមានសារៈប្រយោជន៍ច្រើនទៀតដែរហើយចំពោះមើមរុក្ខជាតិហ្នឹងគេអាចកែច្នៃជាឱសថគេអាចកែច្នៃជាគ្រឿងសម្អាងគេអាចកែច្នៃជាភេសជ្ជៈដូចនៅម៉ាឡេស៊ីអីភាគច្រើនគេកែច្នៃជាភេសជ្ជៈហើយនៅកូរ៉េភាគច្រើនគេកែច្នៃជាគ្រឿងសម្អាងហ្នឹងគឺជាប្រយោជន៍ដែលគេចង់បានពីមើមថ្លើមឆ្កែខ្មៅហើយខ្ញុំឆ្នាំនេះខ្ញុំដាំច្រើនគួរសមដែរសម្រាប់ផ្គត់ផ្គង់ឲ្យខ្លួនឯងផងនិងឲ្យក្រុមហ៊ុនជប៉ុនផងអញ្ចឹងណាបងប្អូនបាទអញ្ចឹងប៉ះសិនបើឆ្នាំក្រោយបងប្អូនមានតម្រូវការប្រទាលថ្លើមឆ្កែខ្មៅកុំភ្លេចឱសថបុរាណខ្មែរថ្នោត5ដើមយើងខ្ញុំបាទសូមអរគុណបាយបាយ